នៅខាងចិត្តផ្ទះខ្ញុំហ្នឹងអត់មានអ្នកលក់ផាត់ឡូវទេពីច្រើនតែសាច់កាប់ហើយចឹងទៅចង់ញ៉ាំផាត់ឡូវតតែធ្វើខ្លួនឯងហើយអ្នកដែលចូលចិត្តញ៉ាំគឺគ្រួសារខ្ញុំចំណែកខ្ញុំមិនចូលចិត្តហ្មងពេលខ្លះភ្លក់តែម្ដុំឯហ្នឹងហើយតលន់អត់ចេះញ៉ាំហ្មងតែមកគ្រួសារខ្ញុំគឺគាត់ចូលចិត្តហ្មងអញ្ចឹងរបស់ដែលគាត់ចូលចិត្តខ្ញុំទៅណាឃើញគេលក់ឃើញគេអីនៅដល់ណាដល់ណីតំណងខ្ញុំទិញសាកយកមកឲ្យគាត់ហើយឃើញគឺចង់ឲ្យគាត់ហ្មងខ្លួនឯងអត់ចេះញ៉ាំទេណាតែភ្លក់មិនចង់ភ្លក់ផងអញ្ចឹងគឺធ្វើអីដើម្បីតែគាត់ចូលចិត្តគឺខ្ញុំដឹងតែខ្វះស្វែស្វាឲ្យគាត់ហ្មងហើយលើកនេះខ្ញុំទៅផ្សារទិញបានតិចជ្រូកមួយអញ្ចឹងខ្ញុំពុះជាពីរទៅដើម្បីវាចូលជាតិអញ្ចឹងណាអត់ទិញអីច្រើនណាស់ដោយសារតែគាត់ញ៉ាំតែម្នាក់ឯងណាអញ្ចឹងហើយវិធីធ្វើអត់មានអីពិបាកដែរផាត់លើងាយដែរទេយើងហើយណាមួយតិចជ្រូកហ្នឹងមិនសូវជាធ្វើយូរទេបើសិនជាមានគ្រឿងក្នុងគ្រឿងអីច្រើនយើងចំណាយពេលរៀងយូរដែរណាហើយនេះដាច់ទឹកតែប៉ុណ្ណឹងទៅអូខេបានហើយនេះខ្ញុំមកងាស់តតែដាច់ទឹកនឹងអស់អញ្ចឹងយើងត្រូវគ្រប់គ្រងភ្លើងឲ្យបានសំខាន់គឺភ្លើងហើយយើងនៅមើលវាឲ្យជាប់ដែរណាផាត់លើអញ្ចឹងយើងធ្វើតែប៉ុណ្ណឹងបានគឺផាត់លើយើងចេញរូបរាងមកគឺឆ្ងាញ់គ្រួសារខ្ញុំគាត់សរសើរថាឆ្ងាញ់សំខាន់ឲ្យតែគ្រួសារសើថាឆ្ងាញ់ជាធ្វើទៀតណាព្រោះចូលដែរព្រោះភាគច្រើនទិញបានតែសាច់កាប់គាត់ថាញ៉ាំអត់ឆ្ងាញ់ផងគាត់អត់ចូលចិត្តហើយនេះធ្វើមួយវគ្គទៀតគឺមានក្បាលជ្រូកនេះថ្ងៃក្រោយទៀតណាមែនតែខ្ញុំកាត់វីដេអូជាមួយគ្នាមិត្តភ័ក្តិរបស់ម៉ែគាត់មានកម្មវិធីទៅគាត់ឲ្យក្បាលជ្រូកស្ងោរអញ្ចឹងខ្ញុំក្បាលជ្រូកស្ងោរហ្នឹងខ្ញុំឆ្នៃចេញជាផាត់លើចេះឆ្នៃបានទៀតដោយសារតែគ្រួសារខ្ញុំគាត់កំងឯងអញ្ចឹងខ្ញុំចាំតែធ្វើឯងចឹងទៅយើងឆ្នៃជាផាត់លើមួយយ៉ាងដែរព្រោះក្បាលជ្រូកស្ងោរវាតលន់ណាទោះបីជាទឹកជ្រលក់ទឹកអីក៏វារៀងសាបឆឹងអីចឹងហើយតែបើយើងធ្វើជាផាត់លើចាញ់មកគឺបែបនេះមកឃើញចឹងតែឆ្ងាញ់ណាស់ខ្ញុំភ្លក់ហើយជាតិហ្មង